Chắc dương cho từ đó mình điền thì vùng bớt để dương能 sắc xa lồng át ở phía Smart Object នៅក្នុងកម្មវិធី Photoshop ខ្ញុំគិតថាអ្នកនរគ្នាប្រើប្រាស់ Smart Object ច្រើនហើយយល់ដឹងពី Smart Object តែខ្ញុំនឹងលំអិតបន្ថែមទៀតអំពីការប្រើប្រាស់ Smart Object នៅក្នុងកម្មវិធី Photoshop របស់យើងហើយទី1យើងនឹងនិយាយពីរបៀបនៃការ convert layer ធម្មតាទៅជា Smart Object ទី2យើងនឹងនិយាយអំពីរបៀបនៃការ convert layer Smart Object ទៅជា layer ធម្មតាអញ្ចឹងដើម្បីធ្វើការ convert បានឬក៏យើងចូលទៅមេរៀនយើងបានអ្នកនរគ្នាធ្វើការ download file របស់យើងចេញពីមេរៀនរបស់យើងមេរៀនទី7យើងធ្វើការ file ហ្នឹងហើយយើងបើកវាជាមួយនឹងកម្មវិធី Photoshop អូខេអញ្ចឹងខ្ញុំបើក file នឹងដូចគ្នានឹងខ្ញុំបើក file នេះមួយអូខេអ្នកនរគ្នាធ្វើការមើលតើ Smart Object ហ្នឹងវាបែបម៉េចខ្ញុំចង់បង្ហាញត្រង់កន្លែងនេះមួយអូខេអញ្ចឹងអ្នកគ្នាមើលកន្លែងនេះដូចខ្ញុំបានបង្ហាញពីមេរៀនមុនអញ្ចឹងនៅក្នុង layer យើងមើលទៅលើ layer shape បែបម៉េច layer type បែបម៉េច layer ធម្មតាបែបម៉េចអញ្ចឹងនេះជា layer type នេះជា layer ធម្មតាហើយមួយនេះជា layer shape layer shape មានន័យថាយើងអាចធ្វើការដូរពណ៌បានភ្លាមយើងអាចធ្វើការ add ទៅលើសុំ stroke អីផ្សេងអញ្ចឹងណាអញ្ចឹងដល់ពេល layer smart object វាចេញ icon បែបនេះអ្នកនរឃើញទេអញ្ចឹង icon វាស្តៀងជាមួយនឹង shape layer ដែរប៉ុន្តែវាខុសគ្នាបន្តិចអញ្ចឹង layer ដើម្បីយើង convert ឬក៏ដើម្បីយើងប្រើប្រាស់ទៅលើ layer smart object បានវាមានច្រើនរបៀបអញ្ចឹងខ្ញុំយករបៀបទី1របៀបនៃការបង្កើត layer ទៅជា layer smart object អូខេអញ្ចឹងឧទាហរណ៍ថាឥឡូវខ្ញុំមានរូបភាពបែបនេះខ្ញុំលុបរូបភាពនេះចោលណាអញ្ចឹងខ្ញុំចង់បានរូបភាពដែលខ្ញុំទាញចូលទៅជា smart object អញ្ចឹងខ្ញុំចូលទៅក្នុង file ខ្ញុំទាញរូបភាពខ្ញុំមួយចូលយកនេះជាចូលណាហើយយើង move វាមកខ្ញុំឲ្យធ្វើការទាញវាធំឥឡូវនេះខ្ញុំទាញវាធំបន្តិចហើយពេលដែលយើង double click លើវាអញ្ចឹងពេលដែលយើង click លើវាហើយក្នុងកន្លែងនេះវាចេញជា smart object ឯងអញ្ចឹងអ្នកនរគ្នាអាចធ្វើការកែប្រែវាបន្ថែមទៀតបានហើយកន្លែងខ្ញុំ move layer ហ្នឹងទៅក្រោមគេអញ្ចឹងដើម្បីរុញ layer ហ្នឹងទៅក្រោមគេល្អយើងធ្វើការទាញទៅក៏បានឬក៏ទី2យើងប្រើ shortcut ដោយខ្ញុំចុច control shift គ្នាបើកឬក៏ក្នុង map យើងចុច command shift គ្នាបើកអញ្ចឹងយើងចុច command shift គ្នាបើកវានឹងរុញ layer ហ្នឹងទៅក្រោមគេល្អអូខេអញ្ចឹងតើមុខងារឬក៏អត្ថប្រយោជន៍របស់ smart object វាខុសគ្នាបែបម៉េចអូខេអញ្ចឹងនៅក្នុង smart object ឧទាហរណ៍ថាខ្ញុំមានរូបភាពមួយជា smart object អញ្ចឹងខ្ញុំអាច double click លើរូបភាពហ្នឹងវានឹងបើកទៅលើ file មួយទៀតអញ្ចឹងត្រង់កន្លែងនេះបើសិនជាល្អយល់ល្អអ្នកនរគ្នាក្នុងកន្លែងនេះខ្ញុំសូមឲ្យអ្នកនរគ្នាព្យាយាម convert layer ហ្នឹងព្រោះពេលដែលយើងទាញរូបភាពចេញពី computer ទាញចូលក្នុង Photoshop ជាស្រេចវា automatic ជា smart object ឯងឬក៏ពេលខ្លះអត់ជា smart object ទេវាជា layer ធម្មតាអញ្ចឹងឥឡូវខ្ញុំ convert layer ហ្នឹងទៅជា layer ធម្មតាហើយខ្ញុំនឹងប្រាប់អ្នកនរគ្នាពីរបៀប convert layer ហ្នឹងទៅជា smart object អញ្ចឹងដោយសារនេះវាជា smart object មួយដែរអញ្ចឹងខ្ញុំអាចមកស្ដាំលើវាខ្ញុំ convert វាទៅជា layer ធម្មតាអញ្ចឹងដើម្បី convert វាយើងយកពាក្យថាមកស្ដាំយើងយកពាក្យថា restaurant layer អញ្ចឹងពេលយើងយក restaurant layer យើងឃើញ icon នៅក្នុង layer ហ្នឹងគឺបាត់ហើយអញ្ចឹងន័យថា layer ហ្នឹងជា layer ធម្មតាអូខេអញ្ចឹងនៅកន្លែងនេះខ្ញុំ convert layer ធម្មតាហ្នឹងទៅជា smart object មួយទៀតអញ្ចឹងវាខុសគ្នាបែបម៉េចអញ្ចឹងខ្ញុំ duplicate layer ហ្នឹងមួយខ្ញុំជួយ control J ដើម្បី duplicate វាហើយខ្ញុំមកស្ដាំលើ layer duplicate ហ្នឹងខ្ញុំយកពាក្យថា convert to smart object អូខេអញ្ចឹងអ្នកនរគ្នានឹងមើលឃើញហើយពេលដែលយើង convert layer ទៅ smart object គឺវាចេញ icon បែបនេះ layer ធម្មតាគឺវាចេញ icon បែបនេះអូខេអញ្ចឹង layer smart object យើងអាចធ្វើការកែប្រែវាដោយអត់ប៉ះពាល់ទៅលើ layer របស់យើងអត់ប៉ះពាល់ទៅលើ artwork របស់យើងយកថតថាខ្ញុំត្រង់កន្លែងនេះខ្ញុំ double click លើ layer smart object ខ្ញុំអាចកែប្រែបានឧទាហរណ៍ថាឥឡូវខ្ញុំកែប្រែពណ៌អូខេនេះចុះពេលខ្ញុំកែប្រែពណ៌ទៅលើ layer ហ្នឹងរូបភាពមួយហ្នឹងខ្ញុំចុច control S ឬក៏យើងយក file យើងយក save យើង control S ក៏បាន save ក៏បានយើង back ទៅលើ folder របស់យើងfile របស់យើងវិញយើងឃើញអត់ត្រង់កន្លែងនេះរូបភាពហ្នឹងគឺវានឹងកែប៉ុន្តែអ្នកនរគ្នាមើលរូបភាពហ្នឹងកែប៉ុន្តែរូបភាពខាងក្រោមអត់កែទេអញ្ចឹងចំណាំ Smart Object គឺវាធ្វើការងារល្អមែនទែនក្នុងការប្រើប្រាស់រូបភាព
ជាទូទៅអ្នកនរគ្នាកុំបើចំពោះខ្ញុំបងខ្ញុំ recommend កុំឲ្យប្រើប្រាស់ជា layer ធម្មតាព្យាយាម convert layer ហ្នឹងទៅជា smart object ព្រោះ smart object វាមានមុខងារច្រើនមែនទែនអ្នកនរគ្នាអាចនឹងសិក្សាបន្ថែមទៀតអញ្ចឹងទី1យើងអាចធ្វើបែបហ្នឹងបានទី2នៅក្នុង smart object ពេលដែលខ្ញុំចាក់ពណ៌ឧទាហរណ៍កន្លែងនេះខ្ញុំអត់ចាក់កន្លែងនេះទេខ្ញុំបិទវាវិញខ្ញុំបិទនេះខ្ញុំ save វាវិញអូខេហើយខ្ញុំបិទ layer ហ្នឹងវិញនេះឃើញទេអញ្ចឹងខ្ញុំមាន layer 2 layer 1 smart object layer 1ទៀត layer ធម្មតាអញ្ចឹងឧទាហរណ៍ខ្ញុំចង់ចាក់ពណ៌លើ smart object ខ្ញុំចង់កែប្រែរូបភាពមួយហ្នឹងជា smart object ហើយមួយទៀតខ្ញុំចង់កែប្រែរូបភាពមួយហ្នឹងជា layer ធម្មតាតើវាខុសគ្នាបែបហ្នឹងអញ្ចឹងខ្ញុំចុចលើ smart object ខ្ញុំចុចត្រង់ adjustment layer ខ្ញុំយក hook and saturation ហើយខ្ញុំធ្វើការ clipping mask មួយចូលទៅក្នុង layer អូ sorry កន្លែងនេះយើងបើយើងធ្វើអញ្ចឹងយើងអាចកែប្រែបានឧទាហរណ៍ឥឡូវត្រង់កន្លែងនេះយើង adjust វាចូលក្នុង image បណ្ដោយយើងយក image ហើយយើងយក adjustment ហើយយើងយកពណ៌ដែលយើងចង់ adjust នេះកន្លែងនេះអញ្ចឹងពេលដែលយើងកែប្រែពណ៌អូខេកែប្រែពណ៌ខ្ញុំអូខេអញ្ចឹងខ្ញុំកែប្រែពណ៌នេះបានមួយខ្ញុំទាញមកបន្តិចដើម្បីឲ្យអ្នកនរគ្នាមើលអញ្ចឹងខ្ញុំចុចលើ layer ធម្មតាយើងចូល image ហើយយើង adjust ហើយយើងចាក់ពណ៌ដូចជាមើលទៅវាខុសគ្នាបែបម៉េចណាហើយយើងអូខេអញ្ចឹងយើងអ្នកនរគ្នាមើលកន្លែងនេះពេលដែលយើងប្រើទៅលើ smart object គឺវាមាននៅsmart filter នៅខាងក្រោមតែនៅក្នុង layer ធម្មតាវាអត់មានទេអញ្ចឹងវាចង់សំដៅថាអញ្ចឹងមានន័យថាពេលដែលយើង convert layer ទៅ smart object យើងធ្វើការកែប្រែទៅលើ layer យើងកែប្រែទៅលើពណ៌កែប្រែទៅលើការកាត់ក៏ដោយគឺយើងអាចយកវាមកវិញបានណាមានន័យថាយើងអាចកែប្រែវាបន្ថែមទៀតបានប៉ុន្តែបើសិនជាអ្នកនរគ្នាប្រើ layer ធម្មតាពេលដែលយើងចាក់ពណ៌ហើយគឺវាអាចកែបានទេត្រង់កន្លែងហ្នឹងណាអញ្ចឹងយើងកន្លែងនេះបើខ្ញុំចង់កែប្រែវាខ្ញុំគ្រាន់តែបក click ត្រង់កន្លែង hide saturation ហើយខ្ញុំអាចកែប្រែពណ៌បន្ថែមទៀតបានឃើញទេខ្ញុំអូខេប៉ុន្តែនៅក្នុង layer ធម្មតាខ្ញុំអាចកែប្រែបានទេអញ្ចឹងវាជា layer មួយដែលវាមានន័យថាវាស្លាប់វាអាចមាន function ណាដែលវាអាចកែប្រែបានទេអញ្ចឹងបើជាទូទៅខ្ញុំ recommend ឲ្យអ្នកនរប្រើប្រាស់ layer ទាំងអស់ពេលក្នុងការ design ខ្ញុំសូមឲ្យ convert ទៅជា smart object អូខេអញ្ចឹងអាហ្នឹងគឺជាគុណសម្បត្តិនៃការប្រើប្រាស់ smart object ហើយវាមានច្រើនទៀតដែលខ្ញុំនឹងបង្ហាញអ្នកនរបន្ថែមទៀតលើវីដេអូក្រោយៗទៀតអញ្ចឹងវីដេអូនេះយើងមានប៉ុណ្្នឹងសិនអរគុណ